រឿងពិតចំនួន62ដែលអ្នកមិនដឹងអំពីសង្គ្រាមលោកលើកទី2តើអ្នកបានដឹងអ្វីខ្លះពីសង្គ្រាមលោកលើកទី2ខាងក្រោមនេះគឺខ្ញុំនឹងមិនបង្ហាញអ្វីដែលមនុស្សគ្រប់គ្នាដឹងនោះទេតែជាការបង្ហាញនៅរឿងពិតចំនួន62ដែលអ្នកអាចនឹងមិនដឹង1មនុស្សម្នាក់ក្នុងចំណោមមនុស្ស3នាក់ដឹងថាអ៊ីតាលីស្លាប់នៅក្នុងលេនដ្ឋានរបស់គាត់ដែលគាត់បាញ់ខ្លួនឯងនៅថ្ងៃទី30ខែមេសាឆ្នាំ1945 2មនុស្សម្នាក់ក្នុងចំណោមមនុស្ស5នាក់ដឹងថាអាល្លឺម៉ង់បានធ្វើការពិសោធន៍ឱសថទៅលើអ្នកទោស3មនុស្សម្នាក់ក្នុងចំណោមមនុស្ស6នាក់ដឹងថាក្មេងៗអាយុក្រោម18ឆ្នាំត្រូវបានបង្ខំឲ្យធ្វើជាទាហាន4មនុស្សម្នាក់ក្នុងចំណោមមនុស្ស8នាក់ដឹងថាតបចំនួន 10% ដែលធ្លាប់ឆ្លងកាត់សង្គ្រាមលោកលើកទី2មានជំងឺ stress និងការភ័យខ្លាចអំពីសង្គ្រាមនៅក្នុងជីវិតរបស់ពួកគាត់5មនុស្សម្នាក់ក្នុងចំណោមមនុស្ស10នាក់ដឹងថាជប៉ុនបានវាយប្រហារទៅលើដែនដីគោករបស់អាមេរិកដោយគ្រាប់បែកភ្លើងពេញប៉ោងចំនួន 9000 គ្រាប់6មនុស្សម្នាក់ក្នុងចំណោមមនុស្ស13នាក់ដឹងថាតបអាល្លឺម៉ង់រាប់ពាន់នាក់បានកកស្លាប់នៅរុស្ស៊ីដោយសារការចាក់ឃុំឃាំងនៅក្នុងទីកន្លែងដែលត្រជាក់ខ្លាំង7មនុស្សម្នាក់ក្នុងចំណោមមនុស្ស18នាក់ដឹងថាស្ត្រីរាប់លាននាក់ត្រូវបានចេញទៅធ្វើការរោងចក្រជាលើកដំបូង8មនុស្សម្នាក់ក្នុងចំណោមមនុស្ស21នាក់ដឹងថាអាល្លឺម៉ង់វាយទីប៉ូឡូញរយៈពេល35ថ្ងៃពីថ្ងៃទី1ខែកញ្ញាដល់ថ្ងៃទី5ខែតុលាឆ្នាំ1939 9មនុស្សម្នាក់ក្នុងចំណោមមនុស្ស10នាក់ដឹងថាអាមេរិកប្រើប្រាស់ទ័ពខ្មោចក្លែងក្លាយដើម្បីបំភាន់សត្រូវ10មនុស្សម្នាក់ក្នុងចំណោមមនុស្ស50នាក់ដឹងថាទ័ពជាច្រើននាក់ត្រូវស្លាប់ដោយការលិចលង់នៅក្នុងភក់11មនុស្សម្នាក់ក្នុងចំណោមមនុស្ស76នាក់បានដឹងថាសហភាពសូវៀតបាត់បង់មនុស្សច្រើនជាងគេដោយត្រូវបានស្លាប់ប្រជាជននៅកងទ័ពប្រហែលជា27លាននាក់12មនុស្សម្នាក់ក្នុងចំណោមមនុស្ស130នាក់ដឹងថាអ្នកទោសប្រហែលជា5លាននាក់ត្រូវបានស្លាប់នៅក្នុងគុកដោយសារតែស្ថានភាពឃោរឃៅ13មនុស្សម្នាក់ក្នុងចំណោមមនុស្ស182នាក់ដឹងថាជប៉ុនប្រើប្រាស់សង្គ្រាមជីវសាស្ត្រដោយបង្កើតមេរោគអាសន្នរោគតាមរយៈរុយនៅក្នុងប្រទេសចិន14មនុស្សម្នាក់ក្នុងចំណោមមនុស្ស240នាក់ដឹងថាណាស៊ីមានគម្រោងប្រើប្រាស់ប្រជាជនស៊ីវិលទាំងអស់នៅក្នុងសង្គ្រាម15មនុស្សម្នាក់ក្នុងចំណោមមនុស្ស400នាក់ដឹងថាអាមេរិកប្រើប្រាស់នៅអាស៊ីតម្យ៉ាងទៅលើកងទ័ពដោយពួកគេសង្ឃឹមថានឹងស្វែងរកឃើញនៅវិធីដើម្បីប្រើប្រាស់ថ្នាំដើម្បីក្លាយទៅជាអាវុធវាយប្រហារផ្លូវចិត្ត16មនុស្សម្នាក់ក្នុងចំណោមមនុស្ស553នាក់ដឹងថាសូវៀតធ្វើវិសុទ្ធកម្មនិងបោសសម្អាតប្រជាជនរបស់ខ្លួនឯងដោយការសម្លាប់និងចាប់ដាក់គុកអស់រាប់លាននាក់17មនុស្សម្នាក់ក្នុងចំណោមមនុស្ស788នាក់ដឹងថាអ្នកទោសមួយចំនួនពេលខ្លះត្រូវបានបំលែងឲ្យក្លាយទៅជាផលិតផលឧស្សាហកម្មដោយអាល្លឺម៉ង់បានយកមនុស្សធ្វើជាសាប៊ូឬធ្វើសាប៊ូចេញពីមនុស្ស18មនុស្សម្នាក់ក្នុងចំណោមមនុស្ស1000នាក់ដឹងថាអង់គ្លេសបានបញ្ជូនគ្រាប់បែកពិសេសទៅក្នុងសមុទ្រដើម្បីរារាំងកប៉ាល់របស់អាល្លឺម៉ង់19មនុស្សម្នាក់ក្នុងចំណោមមនុស្ស1800នាក់ដឹងថាអង់គ្លេសបានយកឈ្នះដោយប្រព័ន្ធរ៉ាដាព្រោះប្រព័ន្ធរ៉ាដារបស់អង់គ្លេសបានជួយចាប់យកនិងបញ្ឈប់នៅការវាយប្រហារតាមផ្លូវអាកាសរបស់អាល្លឺម៉ង់20មនុស្សម្នាក់ក្នុងចំណោមមនុស្ស2000នាក់ដឹងថាអាល្លឺម៉ង់មានកាំភ្លើងដ៏វែងជាងគេបំផុត Gestahlgun ដែលមិនទាន់ប្រើប្រាស់នៅក្នុងសង្គ្រាមឡើយ21មនុស្សម្នាក់ក្នុងចំណោមមនុស្ស4000នាក់ដឹងថាជប៉ុនបានកាន់កាប់កោះអាលឹតឈៀនដែលជាកោះរបស់សហរដ្ឋអាមេរិកតែមួយគត់ដែលឈ្លានពានបាន22មនុស្សម្នាក់ក្នុងចំណោមមនុស្ស6000នាក់
ដឹងថាអាមេរិកមានផែនការវាទីកាណាដាតាមរយៈផែនការសង្គ្រាមក្រហមដើម្បីលួងចិត្តអង់គ្លេសដែលកំពុងតែមានសក្តានុពល23មនុស្សម្នាក់ក្នុងចំណោមមនុស្ស 7,000 នាក់ដឹងថាអាល្លឺម៉ង់បានប្រើប្រាស់យន្តហោះចម្បាំងកម្រិតខ្ពស់ ME 262តែយឺតពេលក្នុងការផ្លាស់ប្ដូរស្ថានភាពសង្គ្រាម24មនុស្សម្នាក់ក្នុងចំណោមមនុស្ស 9,000 នាក់ដឹងថាអាមេរិកប្រើប្រាស់រថក្រោះភ្លើងជំនួសឲ្យការប្រើប្រាស់រថក្រោះបាញ់ដោយគ្រាប់25មនុស្សម្នាក់ក្នុងចំណោមមនុស្ស 10,000 នាក់ដឹងថាណាស៊ីបានផលិតប្រាក់ដុល្លារអាមេរិកคล้ายៗជាច្រើនដើម្បីឲ្យអាមេរិកកើនឡើងនៅអតិផរណា26មនុស្សម្នាក់ក្នុងចំណោមមនុស្ស 11,000 នាក់ដឹងថាអាល្លឺម៉ង់បានបង្កើតមូលដ្ឋានសម្ងាត់ស្រាវជ្រាវតូចមួយនៅអង់តាក់ទិក27មនុស្សម្នាក់ក្នុងចំណោមមនុស្ស 16,000 នាក់ដឹងថាអាមេរិកបានបង្កើតយន្តហោះចំនួន 300,000 គ្រឿងបន្ថែមទៀតដើម្បីប្រើប្រាស់ក្នុងសង្គ្រាម28មនុស្សម្នាក់ក្នុងចំណោមមនុស្ស 19,000 នាក់ដឹងថាអាមេរិកបានជួយសង្គ្រោះអ្នកបើកទូករបស់អាល្លឺម៉ង់ចំនួន 58 នាក់ពីសមុទ្រ29មនុស្សម្នាក់ក្នុងចំណោមមនុស្ស 28,000 នាក់ដឹងថាមេតបរបស់អង់គ្លេស Jake Churchill បានប្រើប្រាស់ដាវនិងធ្នូវែងនៅក្នុងសង្គ្រាម30មនុស្សម្នាក់នៅក្នុងចំណោមមនុស្ស 31,000 នាក់ដឹងថាអាល្លឺម៉ង់ឲ្យតបប្រើប្រាស់គ្រឿងញៀនមេតាំហ្វេតាមីនដើម្បីកុំឲ្យតបកេងកុំឲ្យតបសម្រាក31មនុស្សម្នាក់ក្នុងចំណោមមនុស្ស 33,000 នាក់ដឹងថាអាល្លឺម៉ង់បានបង្កើតអ្នកលបបាញ់ស្រីដូចជាលេអ៊ុតមីឡាប៉ៅលីចាន់កូដែលសម្លាប់តបសត្រូវរាប់រយនាក់32មនុស្សម្នាក់ក្នុងចំណោមមនុស្ស 35,000 នាក់ដឹងថាកប៉ាល់សង្គ្រាមរបស់អង់គ្លេសត្រូវបានកប៉ាល់សង្គ្រាមរបស់អាល្លឺម៉ង់បាញ់ពន្លិចនៅក្នុងត្រឹមតែ4នាទីប៉ុណ្ណោះនៅក្នុងឆ្នាំ1941 33មនុស្សម្នាក់ក្នុងចំណោមមនុស្ស 37,000 នាក់បានដឹងថាអ្នកទម្លាក់គ្រាប់បែកទៅលើទីតាំងរបស់អាល្លឺម៉ង់នៅពេលយប់គឺជាអ្នកបើកយន្តហោះស្រីដែលគេស្គាល់ថាមេធ្មប់រាត្រី34មនុស្សម្នាក់នៅក្នុងចំណោមមនុស្ស 39,000 នាក់ដឹងថាអង់គ្លេសប្រើប្រាស់ល្បិចជាមួយអាល្លឺម៉ង់ដោយបញ្ជូនឧត្តមសេនីយ៍ស្នងការคล้ายៗនិងកងទ័ពចល័តคล้ายៗទៅជាមួយ35មនុស្សម្នាក់នៅក្នុងចំណោមមនុស្ស 41,000 នាក់ដឹងថាវីរៈជនរបស់សូវៀតម្នាក់បានប្រយុទ្ធតែម្នាក់ឯងក្នុងរយៈពេល24ម៉ោងហើយបានសម្លាប់កងទ័ពរបស់អាល្លឺម៉ង់ចំនួន200នាក់ក្នុងនាមជាអ្នកលបបាញ់36មនុស្សម្នាក់ក្នុងចំណោមមនុស្ស 43,000 នាក់ដឹងថាមនុស្សស្រីដែលអ៊ីតាលីស្រឡាញ់មុនគេគឺ Joyce ប៉ុន្តែគាត់មិនដែលនិយាយរកនាងទេ37មនុស្សម្នាក់ក្នុងចំណោមមនុស្ស 45,000 នាក់បានដឹងថាអាល្លឺម៉ង់មានគម្រោងការមួយឈ្មោះថា America Bomber ដែលជាការដាក់គ្រាប់បែកបំផ្ទុះទីក្រុង New York 38មនុស្សម្នាក់ក្នុងចំណោមមនុស្ស 46,000 នាក់ដឹងថាអង់គ្លេសបានបង្កើតប្រព័ន្ធផ្លាតសំឡេងដែលចាប់យកសញ្ញាយន្តហោះសត្រូវមុនរ៉ាដា39មនុស្សម្នាក់ក្នុងចំណោមមនុស្ស 47,000 នាក់ដឹងថាទ័ពជប៉ុនឈ្មោះ Soichi Yokoi បានលាក់ខ្លួនរយៈពេល29ឆ្នាំពលគឺគាត់ចេញមកបង្ហាញខ្លួននៅឆ្នាំ1974ព្រោះគាត់នៅតែជឿថាសង្គ្រាមគឺកំពុងតែនៅតែបន្ត40មនុស្សម្នាក់ក្នុងចំណោមមនុស្ស 48,000 នាក់ដឹងថាសូវៀតពេលខ្លះប្រើប្រាស់ទឹកកកជាអាវុធសឹកសង្គ្រាមដោយយកបង្កកថង់ខ្សាច់ដើម្បីបង្កើតជាជញ្ជាំងដ៏រឹងមាំ41មនុស្សម្នាក់ក្នុងចំណោមមនុស្ស 50,000 នាក់បានដឹងថាតបម្នាក់នៅតែអាចរស់បានបើទោះបីជាគាត់ត្រូវបានគេបាញ់ចំមុខចំក្បាលចំកជើងត្រចៀកនិងត្រគាក
42មនុស្សម្នាក់ក្នុងចំណោមមនុស្ស 57,000 នាក់បានដឹងថាសម្ព័ន្ធមិត្តបានបង្កើតយន្តហោះចម្បាំងคล้ายៗបង្ហាញនៅលើរ៉ាដាដើម្បីបំភាន់សត្រូវ 43មនុស្សម្នាក់ក្នុងចំណោមមនុស្ស 58,000 នាក់បានដឹងថាអ្នកទោសនៅក្នុងតំបន់ខ្លះត្រូវបានបោះបញ្ចូលទៅក្នុងឡដុតទាំងរស់ 44មនុស្សម្នាក់ក្នុងចំណោមមនុស្ស 59,000 នាក់បានដឹងថាអាមេរិកបង្វឹកនឹងបានប្រើប្រាស់ត្រី Dolphin ដើម្បីស្វែងរកមីននៅក្នុងសមុទ្រ Pacific 45មនុស្សម្នាក់ក្នុងចំណោមមនុស្ស 63,000 នាក់បានដឹងថា Nazi បានព្យាយាមបង្កើតទ័ពស៊ូមប៊ីតាមរយៈការពិសោធន៍ជាមួយថ្នាំ 46មនុស្សម្នាក់ក្នុងចំណោមមនុស្ស 66,000 នាក់បានដឹងថាអាល្លឺម៉ង់បង្កើតគ្រាប់មីស៊ីលដំបូងដែលមានឈ្មោះថា V1 47មនុស្សម្នាក់ក្នុងចំណោមមនុស្ស 71,000 នាក់បានដឹងថាទ័ពអង់គ្លេសប្រើប្រាស់ព្រួញភ្លើងដើម្បីកំទេចបន្ទាយនិងគ្រឿងចក្ររបស់សត្រូវ 48មនុស្សម្នាក់ក្នុងចំណោមមនុស្ស 74,000 នាក់បានដឹងថាអាមេរិកផលិតបន្ថែមនៅរថក្រោះចំនួន 80,000 គ្រឿងសម្រាប់ធ្វើសង្គ្រាម 49មនុស្សម្នាក់ក្នុងចំណោមមនុស្ស 81,000 នាក់បានដឹងថាសូវៀតប្រើប្រាស់សត្វសុនក់ដើម្បីសែងគ្រាប់បែកចូលទៅក្រោមរថក្រោះរបស់សត្រូវ 50មនុស្សម្នាក់ក្នុងចំណោមមនុស្ស 84,000 នាក់បានដឹងថាទ័ពជប៉ុនបានប្រើប្រាស់កង់ដើម្បីធ្វើចល័តក្នុងការធ្វើសង្គ្រាម 51មនុស្សម្នាក់ក្នុងចំណោមមនុស្ស 85,000 នាក់បានដឹងថាអ៊ីតាលីបានបញ្ជាឲ្យកំទេចទីក្រុងប៉ារីសតែមេទ័ពរបស់គាត់បានបដិសេធ 52មនុស្សម្នាក់ក្នុងចំណោមមនុស្ស 88,000 នាក់បានដឹងថាសត្វខ្លាឃ្មុំត្រូវបានប្រើសម្រាប់បម្រើដល់កងទ័ពរបស់ប៉ូឡូញក្នុងការដឹកជញ្ជូនអាហារនិងសម្ភារៈមួយចំនួនក៏ជាការលើកទឹកចិត្តនិងភាពក្លាហានដល់កងទ័ពដែរ 53មនុស្សម្នាក់ក្នុងចំណោមមនុស្ស 89,000 នាក់បានដឹងថាសម្ព័ន្ធមិត្តបានបង្កើតនៅស្ថានីយ៍ប្រេងคล้ายៗដើម្បីឲ្យអ្នកបំផ្ទុះគ្រាប់បែកបំផ្ទុះនៅទីនោះ 54មនុស្សម្នាក់ក្នុងចំណោមមនុស្ស 92,000 នាក់បានដឹងថាសហភាពសូវៀតបង្កើតរថក្រោះហែលទឹកបានដែលមានឈ្មោះថា T-37A 55មនុស្សម្នាក់ក្នុងចំណោមមនុស្ស 170,000 នាក់បានដឹងថាសម្ព័ន្ធមិត្តបានប្រើប្រាស់ទឹកថ្នាំសម្រាប់សរសេរសារដែលមិនអាចមើលឃើញបានលុះត្រាតែប្រើទឹកនោមនៅលើសារនោះ 56មនុស្សម្នាក់ក្នុងចំណោមមនុស្ស 221,000 នាក់បានដឹងថាទីក្រុងคล้ายៗឬទីក្រុងបញ្ឆោតត្រូវបានបង្កើតឡើងដើម្បីការពារ Los Angeles ពីការបំផ្ទុះគ្រាប់បែករបស់ជប៉ុន 57មនុស្សម្នាក់ក្នុងចំណោមមនុស្ស 339,000 នាក់បានដឹងថាអង់គ្លេសបានប្រើប្រាស់កណ្ដុរគ្រាប់បែកដោយយកកណ្ដុរដែលងាប់ដាក់គ្រាប់បែកចូលទៅក្នុងកណ្ដុរនោះបញ្ចូលទៅក្នុងរោងចក្ររបស់អាល្លឺម៉ង់ 58មនុស្សម្នាក់ក្នុងចំណោមមនុស្ស 489,000 នាក់បានដឹងថាដោយសារកត្តាកង្វះខាតសម្ភារៈជប៉ុនបានប្រើប្រាស់ឈើព័ទ្ធជុំវិញយន្តហោះចម្បាំងរបស់ខ្លួន 59មនុស្សម្នាក់ក្នុងចំណោមមនុស្ស 523,000 នាក់បានដឹងថាសហភាពសូវៀតប្រើប្រាស់រលកមនុស្សដើម្បីធ្វើសង្គ្រាមដោយពេលខ្លះបានបញ្ជូនមនុស្សជាច្រើនអ្នកដើម្បីចូលវាយប្រហារតែមានអាវុធតិចតួចខ្លាំងជាទីបំផុត 60មនុស្សម្នាក់ក្នុងចំណោមមនុស្ស 729,000 នាក់បានដឹងថាអ៊ីតាលីខ្លាចពេទ្យធ្មេញជាខ្លាំង 61មនុស្សម្នាក់ក្នុងចំណោមមនុស្ស 830,000 នាក់បានដឹងថាអាមេរិកបានសាកល្បងប្រើប្រាស់សត្វប្រជិវដើម្បីបញ្ជូនគ្រាប់បែកទម្លាក់ទៅលើសត្រូវ 62មនុស្សម្នាក់ក្នុងចំណោមមនុស្ស 1 លាននាក់បានដឹងថាក្មួយរបស់ Hitler គឺ William Patrick Hitler បានប្ដូរទៅរស់នៅសហរដ្ឋអាមេរិកនិងចូលបម្រើជាកងទ័ពអាមេរិកចូលរួមសង្គ្រាមផងដែរ